ទេលុះត្រាតែយើងសុំពីគ្រូយល់បានឬ copy ពីមិត្តភ័ក្តិតគ្នាមកដើម្បីធ្វើការដំឡើងអញ្ចឹងនៅពេលយើងដំឡើងរួចនៅត្រង់កន្លែងនេះគឺវាមានតែម្ដងយល់បានតែមិនមែនសុខមាន tool យ៉ាងមកទេណាសុខមិនមាន tool យ៉ាងមកទេដោយសារយើងបានដំឡើងពីមុនមកអញ្ចឹងវានៅជាប់វានៅអងចងចាំ CCNA tool នឹងយល់លើកន្លែងហ្នឹងបាទអូខេអញ្ចឹងជានេះតកតងទៅនឹងឯគេការផ្ដល់អ៊ីនធឺណិតឬសេវាកម្មអ៊ីនធឺណិតកាន់ customer យល់បាទ ISP Help Desk Organization ខ្ញុំបិទចោលវិញមកអូខេនេះតកតងទៅនឹងការដំឡើងនៃកម្មវិធីអញ្ចឹងយើងទៅតម្លើង4ដងវាមាន4កម្មវិធីអញ្ចឹងតកតងនឹងការដំឡើង CCNA Exploration បាទ CCNA Exploration ក៏វាមិនខុសគ្នាប្រហែលដែរអូខេ new set up អូខេ next accept next install អញ្ចឹងនៅពេលយើង install ហើយយើងនឹងបានមេរៀនតកតងទៅនឹង Cisco Network Academic ដែលយើងប្រើប្រាស់ CCNA Exploration start or program Network Academic អញ្ចឹងឡើយនេះវាមាន Exploration HTML តោះនេះបាទអញ្ចឹងនៅពេលយើងបើក Exploration HTML នេះគេថា Exploration បើយើងបើក Discovery ដែលថា Discovery យល់ទេបាទដល់ពេលចាប់ឡើង course មកយើងអាចធ្វើការសិក្សាទៅលើមេរៀននេះតែម្ដងអូខេខ្ញុំនិយាយទៅមកឃើញទេបាទអញ្ចឹងឥឡូវនេះយើងចប់ពីរបៀបក្នុងការ install តែប៉ុន្តែវាមាននៅសល់ level 2 level 3 level 4 ទៀតណាអញ្ចឹងដូចតែគ្នាទេអត់មានអីពិបាកទេហើយបើសិនជាអត់មានទេយើងអាចសុំពីគ្រូឬក៏ស្វែងរកពីមិត្តភ័ក្តិរបស់យើងឬធ្វើការ download ពីអ៊ីនធឺណិតបានអូខេបន្តទៅទៀតអញ្ចឹងឥឡូវនេះខ្ញុំចាប់ដើមបង្ហាញរូបបន្តិចនៅត្រង់កន្លែងនេះរូបនេះតំណាងឲ្យពេលយើងបើកមកគេដាក់ថា CCNA Discovery បាទ4ឥឡូវចេញដល់ CCNA Discovery version 5ហើយបាទអញ្ចឹង version 4វាខាងណា break ចោលហើយ release ចុងក្រោយគឺ version 5.0 បាទអញ្ចឹងអានេះវាតកតង CCNA Exploration version 4.0 តើបាទអញ្ចឹងបើសិនខ្ញុំលើកយក slide មកបរៀនគឺចំណាយពេលយូរតើណាបាទអញ្ចឹងមានថាឥឡូវហ្នឹងគឺខ្ញុំនឹងយកជាសភៅមួយខ្ញុំណែនាំសភៅមួយនេះបាទសភៅនេះតកតងទៅនឹង CCNA Portable Common Guide បាទវាតកតងទៅនឹង second edition ឬក៏ third edition ហើយវាតកតង update ទៀតអញ្ចឹងតកតង CCNA វាមាន640បូកនឹង802បាទនឹងគឺជា cost របស់ CCNA អញ្ចឹងគឺខ្ញុំនឹងយកសភៅហ្នឹងមកបង្រៀនអ្នកនរគ្នា follow ទៅតាម step នីមួយៗអ្នកនរគ្នាស្វែងយល់ព្រោះភាគច្រើនការបង្រៀនរបស់ខ្ញុំគឺខ្ញុំមានទ្រឹស្ដីនៃការអនុវត្តជាក់ស្ដែងតោះនេះបាទអញ្ចឹងជួនកាលពេលខ្លះទ្រឹស្ដីខ្លះក៏មានន័យថាខ្ញុំមិនមែនជាអ្នកខ្លាំងអីអស្ចារ្យណាទេប៉ុន្តែគាត់ថាខ្ញុំស្រាវជ្រាវមកខ្ញុំរៀនតាមសភៅខ្ញុំមានមិត្តភ័ក្តិខ្ញុំដែលគេចប់និយាយថាយើងចប់ Cisco ដូចគ្នាណាមានខៅថាពេលខ្លះយើងចារចិត្តធ្វើទៅពេលទ្រឹស្ដីយកវាទៅបានស្វែងយល់ច្រើនក្នុងការទ្រឹស្ដីច្រើនទៅបានការធ្វើអញ្ចឹងពួកខ្ញុំបន្តការតេស្តនីមួយៗនិងបញ្យល់ពីទ្រឹស្ដីនីមួយៗហើយធ្វើការអនុវត្ត lab ឲ្យមើលតែម្ដងតនៅនឹងបានអញ្ចឹងបើអ្នកទាំងអស់គ្នារៀនធ្វើម៉េចតកតងទៅនឹង Discovery ឬ Exploration ហ្នឹងក្នុងភាសាអង់គ្លេសដែលធ្វើម៉េចឲ្យត្រូវចេះហើយរៀនទ្រឹស្ដីវាមួយបើតកតមកការអនុវត្តយើងចូលមកខាងមួយខ្ញុំវិញយល់ទេបាទអូខេអញ្ចឹងយើងដឹងនេះគឺជា logo របស់ Cisco Networking Academic បាទហើយជាកាត់ថ្នាបដរបស់ Cisco ណាអូខេអញ្ចឹងយើងរៀនទៅតាមសភៅនេះតែម្ដងគឺ CCNA Portable Common Guide អូខេបន្តទៅទៀតកន្លែងនេះខ្ញុំចូលដល់ចំណុចទី5ចំណុចទី5នេះគឺមានន័យថាខ្ញុំធ្វើការនឹងណែនាំពីកម្មវិធីមួយចំនួនសម្រាប់ជំនួយក្នុងការប្រើប្រាស់ Cisco Command Line មានន័យថា Cisco គឺជាប្រដាប់បាទគឺជាឧបករណ៍បាទយើងមើលបន្តិចខ្ញុំមើលអានេះខ្ញុំបើកចូល Google បាទ Google Image មកចឹងនៅត្រង់កន្លែងនេះខ្ញុំវាយ product Ciscoអញ្ចឹងនៅលើ Cisco គឺវាមានឧបករណ៍ជាច្រើនតនៅកន្លែងហ្នឹងបាទអញ្ចឹងអ្វីដែលយើងធ្វើយើង config យើងសរសេរ comment នៅក្នុងឧបករណ៍ទាំងអស់នោះណាប៉ុន្តែឧបករណ៍ទាំងអស់នោះវាមានតម្លៃរាប់ពាន់ដុល្លាររាប់ម៉ឺនដុល្លារអញ្ចឹងយើងអត់មានសមត្ថភាពក្នុងការទិញទេយល់ទេបាទអញ្ចឹងមានន័យថាគឺយើងអាចប្រើប្រាស់ software ជំនួយបានណាយើងអាចប្រើប្រាស់ software ជំនួយបានអញ្ចឹង software ជំនួយហ្នឹងវាមានដូចជា
ដែលមានឈ្មោះថា Cisco Packet Tracer CCNP Network Visualizer និងតកតងទៅនឹង GNS3 យល់ទេបាទអូខេអញ្ចឹងដោយសារនេះវីដេអូវាវែងតិចហើយឥឡូវខ្ញុំសូម keep ទៅនឹងចោលអញ្ចឹងវីដេអូក្រោយនេះយើងចាប់ផ្ដើមចូលដល់ហៅថាណែនាំពី software និងការ install software តែម្ដង